អ្នកផ្ទះខាងនេះវិញណាចូលចិត្តញ៉ាំស្លម្ជូរមែនតែនមួយសប្តាហ៍ស្ល2ទៅ3ដងអីក៏មិនតលាន់ដែរហើយបើថាបានបន្លែច្រើនមុខមកអញ្ចឹងទៀតទៅបងប្អូនគឺមើលទៅសោភ័ណភាពស្អាតហើយរសជាតិឆ្ងាញ់ទៀតថ្ងៃនេះពុកម៉ែបងប្អូនបានសម្លអ្វីដែរសម្រាប់ផ្ទះខ្ញុំគឺស្លម្ជូរអត់មានអីពិបាកទេពុកម៉ែបងប្អូននៅពេលដែលទឹកពុះគឺយើងចាប់ផ្ដើមបង់ស្លឹកគ្រៃក្រូចសើចក៏ដូចជាដាក់គ្រឿងហើយនឹងដាក់ត្រីចូលអញ្ចឹងណាសម្រាប់គ្រឿងគឺយើងដាក់ទៅតាមចំណង់ចំណូលចិត្តយើងអត់សូវដាក់ផ្អែមពេកទេពុកម៉ែបងប្អូនដោយសារស្លម្ជូរនេះគឺយើងរៀងប្រៃរៀងជូរណាក៏ប៉ុន្តែប្រៃហ្នឹងក៏មិនសូវដែរសម្រាប់ផ្ទះខ្ញុំហូបស្រាទេហើយស្លម្ជូរពុកម៉ែបងប្អូននៅពេលដែលមេឃភ្លៀងធ្លាក់ខ្យល់លក្ខណៈថាតិចអីអញ្ចឹងណាហូបទៅគឺត្រូវជាតិមែនតែនសម្លម្ជូរតពាំងថ្ងៃនេះគឺយើងមានតពាំងមានតកួនបន្តិចក៏ដូចជាម្ទេសអាធំនឹងអញ្ចឹងណាបងប្អូនហើយអ្វីដែលมันអាចបំភ្លេចបាននោះគឺជាប្រភេទផ្កាស្នោហើយនិយាយពីថាគ្រឿងក្រៅនៅក្នុងសម្លម្ជូរមួយឆ្នាំងនេះគឺបន្លែសតែឆើតបងប្អូនអើយមានពណ៌បៃតងក៏មានពណ៌លឿងក៏មានពណ៌ក្រហមក៏មានបើនិយាយទៅវាជួយបង្កើនរសជាតិឆ្ងាញ់ហើយវាធ្វើឲ្យសម្លយើងមួយឆ្នាំងនេះពោពេញទៅដោយសោភ័ណភាពគួរឲ្យចង់ញ៉ាំនឹងហើយពុកម៉ែបងប្អូនអញ្ចឹងមិនថានៅពេលដែលយើងស្លខ្លួនឯងយើងចង់ដាក់អីគឺដាក់នឹងទៅតាមចំណង់ចំណូលចិត្តណាស្លម្ជូររបស់យើងនៅថ្ងៃនេះគឺឆ្អិនហើយស្លជាមួយនឹងត្រីផ្ទក់ហើយបើថាអ្នកចូលចិត្តញ៉ាំក្បាលត្រីវិញអូយចូលចិត្តមែនតើបងប្អូនអញ្ចឹងសម្រាប់សម្លថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចរងចាំទស្សនាវីដេអូបន្ទាប់ពីការធ្វើម្ហូបបាយ